làm như cha mẹ tổ tê chăm mê mê chăm phận lê vi sung ra khăn na thai ya tê ra nên sa hạ pancha tê làm như cha mẹ ta tê chăm mê mê chăm phận lê vi sung ra khăn na thai ya tê ra nên sa hạ pancha tê làm như cha mẹ anu kia hang kat va tê làm đế tam nô quan đế Niệm mô tassa bhagavato arahato samma sambuddhassa. 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 Buddhaṃ saranang gacchāmi. Buddhaṃ saranang gacchāmi. Dhammam saranang gacchāmi. Dhammam saranang gacchāmi. Sanඝaṃ saranang gacchāmi. Sanඝaṃ saranang gacchāmi. Tutiyampi Buddhaṃ saranang gacchāmi. Tutiyampi Buddhaṃ saranang gacchāmi. เราเรียนนะครับขอทานกับพาลคือพันธุ์ทุกอันทุกอันเองเป็นคนว่าท่านเป็นคนหาเป็นเส้นคอเป็นเส้นคอกับใครได้นั่งรอรู้เป็นเรื่องทุกปัญหาคือใครได้ทำยังเรื่องเรื่องก็เล่นไอ้ฟังรู้หาแต่เราได้เคยทำต่อการเคยได้เรียนมาបងសំដែងអារាមរោបាវនិរោបាយេចនីសេតុការកាបបញ្ចឧទកានញ្ចយេតន្តិឧបនិស្សយ៉ាងទេសង្តិវាចរតោចសធាបញ្ញបវច្ចតិបុគ្គលឯណាដែលមានសទ្ធាជ្រះថ្លាកសាងទីវត្តទីវាអារាមដាំសួនផ្កាឈើធ្វើផ្លូវទីជ្រកកោនសម្រាប់ដល់អ្នកដតីបុណ្យនោះឯងរមែងចម្រើនទាំងយប់ទាំងថ្ងៃញោមបុណ្យរបស់យើងចម្រើនទាំងយប់ទាំងថ្ងៃបុគ្គលណាជិះទៅបានបុណ្យទៅបុគ្គលណាជិះមកបានបុណ្យមកអ្នកដែលមិនទៅអ្នកដែលមិនមកក៏បានបុណ្យមិនទៅបានបុណ្យមិនមកនោះឯងចឹងគឺថាអ្នកដែលកសាងផ្លូវនឹងបានបុណ្យផល្លានិសង្ឃច្រើនណាស់បងពាក្យថាផ្លូវជាភាសាខ្មែរយើងនឹងឯងបើអង់គ្លេសគេហៅថា road ឬក៏ street ណាអានឹងអង់គ្លេសណាដល់ទៅបាលីទៅ
មេគៈនឹងក៏ផ្លូវបើដូចជាអដ្ឋង្គិកមេណាអដ្ឋៈនឹង8ណាអដ្ឋង្គិកមេនឹងគឺមេគៈនឹងគឺផ្លូវមានន័យថាផ្លូវមាន8ឬក៏យើងហៅថាអរិយមេអរិយៈជាភាសាបាលីប្រែជាខ្មែរយើងមកថាប្រសើរដល់អរិយមេមេប្រែថាផ្លូវមានន័យថាផ្លូវដ៏ប្រសើរមាន8ព្រោះអរិយមេប្រកបដោយអង្គ8ប្រការនោះអានឹងក៏ជាផ្លូវដំណើរដែលព្រះអរិយបុគ្គលលោកដើរទៅតាមផ្លូវនឹងតាមវិធីនៃចិត្តសំដៅទៅរកព្រះនិព្វានព្រះនិព្វាននឹងគឺជាកន្លែងដែលអស់ទៅណាជាកន្លែងដែលអស់ទៅជាកន្លែងដែលសូន្យទៅនៅសេចក្តីទុក្ខទាំងពួងនឹងគឺជាព្រះនិព្វានបងព្រះនិព្វាននឹងអានឹងលោកទៅតាមដំណើរនៃផ្លូវគឺអរិយមគ្គប្រកបដោយអង្គ8អញ្ចឹងពុទ្ធបរិស័ទយើងទាំងឡាយខំកសាងផ្លូវនេះក៏សង្ឃឹមនៅក្នុងចិត្តថាហាក់បីដូចជាទុកផ្លូវនឹងជាមគ្គណាជាមគ្គជាអរិយមគ្គរបស់យើងជាផល្លានិសង្ឃរបស់យើងដែលយើងកើតជាតិណាទៅមិនវង្វេងមិនវង្វាន់ដែលយើងបានកសាងផ្លូវនឹងឧបនិស្ស័យកើតជាតិណាយើងភ្លឺទៅណាយើងរកឃើញគុណព្រះពុទ្ធរកឃើញគុណព្រះធម៌រកឃើញគុណព្រះសង្ឃកុំឲ្យថាយើងបានកើតមកជាមនុស្សនឹងគេដែរគេធ្វើទានក្រឹកក្រែងបែរជាយើងអត់ដឹងថាគេធ្វើទាននោះយ៉ាងម៉េចគេធ្វើបុណ្យនោះយ៉ាងម៉េចដល់បាបអកុសលទាំងឡាយនឹងឯងមកធ្វើឲ្យជីវិតរបស់យើងនឹងអភ័ព្វបងធ្វើជីវិតរបស់យើងនៅអភ័ព្វយើងអត់បានកសាងសន្សំនៅបុណ្យជីវិតរបស់យើងនឹងក៏មិនប្រសើរមិនថ្លៃថ្លាដោយអំណាចនៃបុណ្យនឹងផងដែរហ្នឹងហើយការកសាងផ្លូវនេះបានផល្លានិសង្ឃច្រើនណាស់ញាតិញោមដូចជាអតីតនិទានរបស់រឿងមេឃៈមនុស្សមេឃៈមនុស្សនឹងបានបបួលសម្លាញ់ចំនួន32នាក់បូកនឹងមេឃៈមនុស្សម្នាក់ទៀតនឹងគឺ33នាក់បានកសាងផ្លូវសំដៅទៅកាន់ព្រះរាជវាំងក្នុងកាលនឹងឯងជនទាំង33នាក់នោះខំប្រឹងកសាងនៅផ្លូវនឹងណាស់ជាយាមទាំងយប់ទាំងថ្ងៃកសាងផ្លូវនឹងអត់បានគិតប្រយោជន៍អ្វីផ្សេងទេគឺដើម្បីមានភាពងាយស្រួលដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទក្នុងការធ្វើដំណើរដើរទៅព្រះរាជវាំងកាលនឹងឯងពួករាជការនឹងគេប្រជុំគ្នាទៅថាឃើញមេឃៈមនុស្សព្រមដោយសម្លាញ់នឹងកសាងផ្លូវទៅរាជវាំងប្រហែលជាចង់ដណ្ដើមរាជហើយមើលទៅដូច្នោះហើយក៏បានពំនាំរឿងនោះយកទៅប្រាប់ដល់ព្រះរាជាកាលនឹងឯងព្រះរាជាក៏បាននាំសេនាអាមាត្យទាំងឡាយនឹងមកចាប់មេឃៈមនុស្សចងកពើតឡាផ្សេងចឹងទៅឲ្យដេកមជួណាដេកមជួចឹងទៅក៏អត់តន់បានស៊ូអីទេក៏ប្រើដំរីឲ្យជន់កាលហ្នឹងក៏យកដំរីមកជន់ថាមាននុបទាំង33នាក់នេះមានចិត្តក្បត់ចង់ដណ្ដើមរាជដូច្នេះហើយយើងត្រូវតែប្រហារជីវិតអ្នកទាំងអស់នេះដោយឲ្យដំរីនឹងជន់កាលហ្នឹងឯងដំរីអត់ជន់ញាតិញោមដោយអំណាចនៃបុណ្យដែលមេឃៈមនុស្សនឹងធ្វើដោយចិត្តស្មោះសរអញ្ចឹងដំរីនឹងអត់ហ៊ានជន់ទេទើបព្រះរាជានឹងប្រើឲ្យគេយកកន្ទេលគ្របក្រែងថាដំរីឃើញមនុស្សដេកចឹងទៅមិនហ៊ានដើរជឿនណាឲ្យយកកន្ទេលគ្របយកកន្ទេលទៅគ្របឲ្យចិត្តឲ្យដំរីដើរជន់ដល់ទៅគ្របចិត្តទៅមេឃៈមនុស្សនឹងឲ្យមនុស្សទាំង32នាក់នឹងផ្ដល់មេត្តាដល់សត្វដំរីនឹងផ្ដល់មេត្តាអត់មានចិត្តខឹងសម្បាអីទេដំរីនឹងនៅតែមិនហ៊ានជន់ទៅព្រះរាជានឹងចាប់មនុស្សដែលជាមេគឺមេឃៈមនុស្សនឹងមកសួរមនាលមនុស្សតើអ្នកធ្វើផ្លូវនេះប្រយោជន៍ដើម្បីអ្វីទៅមនុស្សនឹងប្រាប់ថាបបិទ្ធព្រះរាជាខ្ញុំព្រះអង្គទាំងឡាយដែលបានកសាងផ្លូវនេះអត់មានប្រយោជន៍ដតីអ្វីផ្សេងក្រៅអំពីសម្រួលដល់ពុទ្ធបរិស័ទប្រជាពលរដ្ឋឲ្យមានភាពងាយស្រួលក្នុងការដើរទៅព្រះរាជវាំងនឹងទេនៅកាលនឹងឯងព្រះរាជាច្រូតកាត់សេចក្តីទៅថាព្រះរាជាក៏មានសេចក្តីជ្រះថ្លានឹកថាមាននុបនឹងមិនមានចិត្តក្បត់ទេក៏បានឲ្យដំរីនឹងទៅណាឲ្យដំរីឲ្យពលសេនានឹងជួយកសាងផ្លូវនឹងបន្តទៅ